ជារឿងរ៉ាវដែលធ្លាប់បានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយប៉ុន្តែខ្ញុំសូមមិនបញ្ជាក់បង្ហាញអំពីទីតាំងរស់នៅពិតប្រាកដទេហើយរឿងនេះទៀតសោតវាបានកើតឡើងក្នុងអំឡុងឆ្នាំ2003កាលនោះខ្ញុំចាំបានថាស្ថិតក្នុងរដូវវស្សានិងមានភ្លៀងធ្លាក់ជោគជាំបណ្ដាលឲ្យប្រជាជនដែលរស់នៅតាមតំបន់ទំនាបមួយចំនួនត្រូវរងនូវគ្រោះទឹកជំនន់ជួយជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋអស់ជាច្រើនគ្រួសារជាពិសេសអ្នកដែលរស់នៅតាមបណ្ដាតំបន់ព្រមនឹងមាត់ទន្លេបឹងបួប្រែកប្រឡាយជាដើមប៉ុន្តែនេះក៏ចាត់ទុកថាគ្រាន់បើដែរដែលសម្ពាធទឹកឡើងយឺតធ្វើឲ្យប្រជាជននៅក្នុងតំបន់មានឱកាសដើម្បីប្រមូលសម្ភារៈរបស់របរមានតម្លៃនិងជំនឿសត្វចិញ្ចឹមផ្សេងៗទៅកាន់ទីទួលសុវត្ថិភាពហើយក៏ត្រូវសម្រាករងចាំរហូតដល់ទឹកស្រកវិញដែរដោយឡែកអ្នកខ្លះក៏ត្រូវជួបការលំបាកខ្លាំងដោយសារតែផ្ទះនៅទាបពេកហើយទឹកក៏ជ្រៅទៀតទើបពួកគេប្រើទូកជាមធ្យោបាយសម្រាប់ដឹកជញ្ជូនស្បៀងនិងរបស់របរផ្សេងៗទៀតតាមតម្រូវការចាំបាច់របស់ខ្លួនផ្លូវដែលធ្លាប់តែមានមនុស្សនេះឆ្លងកាត់ទៅមកដោយកង់ម៉ូតូរទេះពេលនេះបានឃើញត្រឹមតែផ្ទៃទឹកបែកវាលសលហាយពោពេញទៅដោយកំទេចកំទីម៉ាច់ឈើតូចធំអណ្ដែតត្រៀបត្រាបូករួមទាំងសម្រាមផ្សេងៗជាច្រើនទៀតយូរម្ដងក៏ឃើញគ្រួសារខ្លះដើរអូសចានដែងដែលទុកនៅសម្ភារៈជាច្រើនសម្រាប់ប្រើប្រាស់រីឯអ្នកខ្លះទៀតដៃម្ខាងពោកូននឹងចង្កេះហើយដៃម្ខាងទៀតចាប់ដៃកូនដែលជិះនៅលើកដល់ចំណុចខ្លះមិនបានប្រយ័ត្នក៏ដួលផ្កាប់មុខឆ្លក់ទឹកពេញច្រមុះដោយសារតែដើរធ្លាក់កន្លុកឬតាក់ជើងនឹងអ្វីមួយកប់នៅបាតទឹកដែលមើលមិនឃើញពេលមកដល់លើគោកជើងអ្នកខ្លះក៏បែកហូរឈាមឡើងរហាមជើងអ្នកខ្លះទៀតក៏មានស្នាមជាំដុំដោយសារតែប៉ះទង្គិចនឹងរបស់រឹងដែលនៅក្នុងទឹកខណៈពេលធ្វើដំណើរមកបន្ទាប់ពីពេលវេលាកន្លងផុតអស់រយៈពេលជាច្រើនសប្តាហ៍តែមេឃក៏ប្រែទៅជាស្រឡះនិងគ្មានភ្លៀងផ្គរទៀតទេទឹកតាមដងទន្លេបឹងបួប្រែកប្រឡាយក៏ចាប់ផ្ដើមស្រកជាបន្តបន្ទាប់រហូតមានសភាពធម្មតាវិញប្រជាពលរដ្ឋប្រុសស្រីចាស់ក្មេងក៏វិលត្រឡប់មកកាន់គេហដ្ឋានរៀងៗខ្លួននិងរៀបចំផ្ទះសម្បែងរស់នៅដូចដើមវិញហើយអ្វីដែលស្លុតចិត្តខ្លាំងនោះគឺនៅក្នុងភូមិពេលនេះមានសភាពខ្មៅរោលទាំងផ្ទះនិងដើមឈើនេះក៏ដោយសារតែទឹកជំនន់អូសបន្លាយយូរពេកទើបធ្វើឲ្យផ្ទះនិងដើមឈើទាំងអស់មានក្អែលដីនិងស្លែកកាន់យ៉ាងក្រាស់ប្រសិនក្រឡេកទៅមើលក្នុងផ្ទះវិញដីក្រៀមដែលជាប់ស្អិតនឹងជញ្ជាំងក្តារក៏ចាប់ផ្ដើមរបេះធ្លាក់ទាំងផ្ទាំងដោយកន្លែងរីឯក្តារក្រាលវិញឃើញមានសិតតែភក់ឡើងស្រមោកប្រសិនបើដើមមិនប្រយ័ត្នទេបើជារអិលដួលគ្រិចដៃគ្រិចជើងមិនខានដំណាំដែលបានដាំដោយកម្លាំងញើសឈាមរបស់ប្រជាជននៅក្នុងភូមិក៏រលួយអស់គ្មានសល់ក្តីសង្ឃឹមដែលអ្នកភូមិរំពឹងទុកថាប្រមូលផលបានពេញចង្រុងពេលនេះក៏ត្រូវរលាយដូចអំបិលត្រូវទឹកគឺរលាយអស់គ្មានសល់អ្វីឡើយអ្នកខ្លះមានលុយតិចតួចស្ដួយស្ដើងដែលខំសន្សំដើម្បីទិញក្រពូចល្អៗយកមកដាំក៏ទៅទឹកលេបត្របាក់ខ្ទេចគ្មានសល់ដោយឡែកសម្រាប់អ្នកដែលមានជីវភាពធូរធារគេក៏មានលទ្ធភាពទិញក្រពូចយកមកសាបព្រោះសាជាថ្មីដើម្បីជាស្បៀងសម្រាប់ឆ្នាំក្រោយទៀតរីឯអ្នកខ្វះខាតក៏ត្រូវខ្ចីបុលដើម្បីយកមកទិញក្រពូចដាំដុះតាមទីកន្លែងដែលបានលិចទឹកព្រោះបន្ទាប់ពីទឹកស្រកអស់ដីនៅតំបន់នេះសម្បូរជីវជាតិគ្រប់គ្រាន់សម្រាប់ដាំដំណាំផ្សេងៗជាច្រើនដូចជាពោតស្រូវដំឡូងជាដើមទន្ទឹមនឹងពេលនោះដែរមានគ្រួសារមួយដែលរស់នៅឆ្ងាយពីអ្នកភូមិប្រហែលជា500ម៉ែត្រនិងប្រកបរបរដូចជាអ្នកភូមិដទៃទៀតដែរហើយគ្រួសារនេះមានសមាជិក7នាក់បូករួមទាំងកូនប្រសាម្នាក់ផងដែរដោយឪពុកមានវ័យប្រហែលជា50ក្រាស់និងមានឈ្មោះថាខំចំណែកប្រពន្ធឈ្មោះបានហើយអ្នកភូមិតែងតែហៅប្តីប្រពន្ធគាត់នេះថាតាខំយាយបានគ្រួសាររបស់តាខំយាយបាននេះទៀតសោតគឺមិនសូវត្រូវជាមួយគេប៉ុន្មានទេ
មូលហេតុគឺដោយសារតែគាត់ជាមនុស្សដែលរិះគន់និងកំណាញ់ខ្លាំងទើបអ្នកភូមិខ្លះដើរឆ្លងកាត់មុខផ្ទះនេះហើយសឹងតែមិនយកភ្នែកមើលផងក្រោយពីទឹកស្រកនឹងរៀបចំផ្ទះសម្បែងបានសមរម្យហើយគ្រួសារកំបានក៏យកជ្រពូជដែលនៅសល់ពីការខូចខាតឡើងមុនខ្លះយកទៅព្រោះលើដីដែលបានលិចទឹកនៅជំហានផ្ទះរបស់គាត់ជាប់នឹងមាត់ត្រពាំងដែលមានទឹកពេញព្រាមហើយកន្លែងដែលមានសភាពទួលនៅក្រោយផ្ទះរបស់គាត់ដែលនៅខាងអូឯនោះវិញគាត់ក៏បានទិញក្រពោតយកមកដាំបានប្រហែលជា1ហិកតាបន្ទាប់ពីរំលងបានប៉ុន្មានសប្តាហ៍ពោតក៏លូតលាស់ខៀវខ្ចីស្មើត្រឹមជង្គង់និងមានដើមធំល្អគួរឲ្យកត់សម្គាល់រីឯស្លឹកក៏យកទៅមកតាមកម្លាំងខ្យល់បោកបក់ក្រឡេកមើលទៅផ្ទៃមេឃដែលស្រទុំចាប់ដើមរលឹមស្រិចទម្លាក់ដំណក់ទឹកតូចដូចទៅនឹងផ្សែងអាប់ធ្លាក់មកផ្សំដំណាំនិងរុក្ខជាតិនានានៅក្នុងភូមិស្ថានដែលទើបតែមានទេសភាពស្រស់ស្អាតសាជាថ្មីម្ដងទៀតបន្ទាប់ពីលិចទឹកអស់រយៈពេល7 ខែកន្លងទៅខណៈពេលនោះដែរក៏ឃើញគ្រួសារតាខុំយាយបានកំពុងតែជំរះស្មៅពុនគល់ដាក់ជីពោតដោយយកចិត្តទុកដាក់គេធ្វើបណ្ដាជជែកគ្នាបណ្ដាទាំងរាងកាយទឹកជោងដោយទឹកភ្លៀងពេលខ្លះក៏ឮសំឡេងសំណើចសាច់កិលឡើងបន្ទាប់ពីនិយាយត្រូវចំត្រង់ចំណុចណាមួយមិនយូរប៉ុន្មានពួកគេក៏សម្រាកដោយសារតែរងាខ្លាំងពេកបតាភ្លៀងធ្លាក់តាំងពីព្រឹករហូតមកដល់ម៉ោង11ហើយនៅតែមិនទាន់រាំងទៀតណាមួយក៏ដល់ពេលបាយថ្ងៃត្រង់ល្មមដែរបន្ទាប់មកពួកគេក៏លើកចបដាក់លើស្មាលីរៀងខ្លួនហើយដើរសម្ដៅទៅជ្រកក្នុងខ្ទមត្រុតត្រោមដែលនៅក្រោមដើមចំបក់ធំមួយសំឡេងចោលបក់ប៉ះចុងចំបក់សូរស្រាវបណ្ដាលឲ្យស្លឹកចាស់ប៉ើងដាច់ធ្លាក់ចុះមកក្រោមបន្តកន្ទុយគ្នាជាហូរហែបន្ទាប់ពីបានមកដល់ខ្ទមហើយម្នាក់ក៏នាំគ្នាផ្លាស់ប្ដូរសម្លៀកបំពាក់សើមចេញរួចយកទៅហាលសម្ដៅលើស្នួរដែលបានចងភ្ជាប់ពីសសរមួយទៅសសរមួយនៅឯក្រោមខ្ទមតៃមេងក៏នៅតែបន្តរលឹមមករហូតហាក់បីដូចជាពុំស្រាកស្រានសោះបន្ទាប់ពីពួកគេបានសម្រាប់ពីការនឿយហត់បានមួយស្របក់ហើយក៏នាំគ្នារៀបចំបាយម្ហូបដើម្បីទទួលទានសំឡេងដំណក់ទឹកភ្លៀងស្រេចនៅលើដំបូលស្បូវក៏មិនដាច់សូរកំពុងតែស្រស់ស្រូបអាហារយ៉ាងឆ្ងាញ់ពិសាផងខណៈនោះស្រាប់តែឮសូរសំឡេងផ្ទោពេញទាំងអាកាសក្តាំងឡើងផ្អើលអស់អ្នកដែលនៅធ្វើចំការក្បែរនោះរួចហើយនាំគ្នាដើម្បីទៅមើលឲ្យបានដឹងច្បាស់អំពីហេតុការណ៍លុះដល់ពេលមកមើលចិត្តទៅស្រាប់តែពធគ្រួសារនេះទាំងមូលត្រូវស្លាប់ទាំងអស់ដោយសាររន្ទះបាញ់យ៉ាងអណោចអធមសាកសពដែលបានស្លាប់ទាំងអស់មានសភាពខ្មៅដូចរោលផ្សែងភ្លើងសក់រួញត្រញាងនិងមានស្នាមចំលើដងខ្លួនជាច្រើនកន្លែងគួរឲ្យខ្លាចហើយនៅក្នុងនោះដែរមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតសូមបញ្ជាក់ថាអ្នកដែលនៅរស់នោះគឺជាកូនប្រសារបស់តាខុំយាយបាននេះឯងដោយឡែកអ្នកដែលបានរួចពីសេចក្តីស្លាប់នោះក៏ធ្ងន់ធ្ងរណាស់ដែរដោយសង្កេតឃើញថាមានស្នាមជាំដុំពេញទាំងរាងកាយរបស់គេនិងមានផ្សែងហើយតិចផងដែរក្រោយពីសន្លប់អស់ជាច្រើននាទីបន្ទាប់គេក៏បានដឹងខ្លួនឡើងវិញហើយសម្លឹងមើលជុំវិញខ្លួនរបស់គេបន្ទាប់ពីយល់អំពីទស្សនវិជ្ជាដែលបានកើតឡើងពេលនេះហើយធ្វើឲ្យគេបើកផ្នែកធំស្រឡាំងកាំងនិងភាំងរកនិយាយអ្វីក៏មិនត្រូវដែរបានត្រឹមតែស្រែកប្រហោយំនិងស្រែកសុំជំនួយពីអ្នកភូមិឲ្យជួយគ្រួសាររបស់គេផងសំឡេងស្រែកទួញសុំអង្វរកធ្វើឲ្យអ្នកភូមិដែលឆោមមើលនៅទីនោះស្លុតចិត្តយ៉ាងខ្លាំងនិងបានត្រឹមតែចូលទៅអង្គុយក្បែរនិងនិយាយលួងលោមចិត្តគេកុំឲ្យគិតច្រើនពេកតែប៉ុណ្ណោះប៉ុន្តែដោយសារសំឡេងរន្ទះបាញ់យ៉ាងខ្លាំងមុននោះធ្វើឲ្យត្រចៀកទាំងគូរបស់គេហឹងនិងស្ដាប់អ្វីមិនឮឡើយទោះបីជាអ្នកភូមិសួរនាំយ៉ាងណា
គឺបានត្រឹមតែលីលើធ្វើផ្នែកលែងឡង់តែប៉ុណ្ណោះប៉ុន្តែទោះបីជាយ៉ាងនេះក្តីគេនៅតែខិតខំរៀបរាប់ប្រាប់អ្នកភូមិរាល់ហេតុការណ៍ដែលបានកើតឡើងមុនគេសម្លាប់បាត់បង់ស្មារតីទៅប៉ុន្មាននាទីក្រោយមកទៀតគេក៏បានឃើញរទេះចំនួន2បកកាត់តាមផ្លូវទូចមួយឈប់នៅក្បែរទីនោះរួចបង្គាប់ឲ្យលើកសាកសពដាក់លើរទេះនិងដឹកយកទៅផ្ទះដើម្បីចាត់ចែងពិធីបុណ្យតាមទំនៀមទម្លាប់ពេលទៅដល់ផ្ទះហើយគេក៏នាំគ្នាលើកសាកសពដាក់លើគ្រែតម្រៀបគ្នានៅក្រោមផ្ទះរួចយកក្រណាត់សមកគ្របពីលើសាកសពដោយយកចិត្តទុកដាក់និងប្រព្រឹត្តពិធីបុណ្យទៅតាមប្រពៃណីមិនយូរប៉ុន្មានដំណឹងនេះក៏បានឮដល់អ្នកភូមិដែលរស់នៅក្នុងតំបន់នោះនឹងនាំគ្នាមកជួយរហូតដល់ចាប់ចងចាប់ដើមនិងពុំមានបញ្ហាអ្វីកាត់ឡើងជាយថាហេតុនោះទេត្បិតថាគ្រួសារនេះរស់នៅមិនចុះសម្រុងជាមួយអ្នកភូមិក្តីប៉ុន្តែពីមុនគ្រួសារនេះក៏មានគេឈ្មោះមិនធម្មតាដែរហើយក៏បានចូលរួមចំណែកដើម្បីកសាងស្ពានផ្លូវរបងវត្តជាដើមដោយឡែកបន្ទាប់ពីធ្លាក់ខ្លួនក្រមកធ្វើឲ្យពួកគេមានគំនិតមួយជាមនុស្សអាត្មានិយមដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងមិនខ្វល់ពីអ្នកដទៃឡើយអស់រយៈពេលប៉ុន្មានសប្តាហ៍បន្តបន្ទាប់ចំការពោតខៀវខ្ចីក៏ចាប់ផ្ដើមចេញផ្កាផ្លែចាស់ល្មមនឹងទទួលទានបានយ៉ាងឆ្ងាញ់មាត់ប៉ុន្តែតាំងពីម្ចាស់ចំការនេះស្លាប់ទៅគឺពុំមានអ្នកណាឆ្លងកាត់នឹងជោគកាច់ព្រាបដាស់ទេព្រោះឮល្បីតថាឲ្យតែមានអ្នកណាឆ្លងកាត់តាមនឹងហើយគឺតែងតែឃើញវិញ្ញាណរបស់ពួកគេអង្គុយនៅក្រោមដើមចំបក់រន្ទះបាញ់នោះអ្នកខ្លះឃើញវិញ្ញាណគ្រួសារនេះកំពុងអង្គុយហូបបាយអ្នកខ្លះក៏ឃើញពួកគេកំពុងតែជំរះស្មៅរីឯអ្នកខ្លះទៀតក៏ត្រូវបានវិញ្ញាណរបស់ពួកគេស្រែកជេរដោយសារតែមានបំណងចង់ចូលលួចកាច់ពោតរបស់គេថ្ងៃមួយមានក្មេងឃ្វាលគោ 3-4 នាក់បានទៅឃ្វាលក្បែរចំការពោតនោះដោយឃើញផ្លែពោតធំល្អពួកគេក៏បាននាំគ្នាចូលកាច់ម្នាក់ 2-3 ផ្លែទៅគ្រាន់ដុតហូមរួចរាល់ហើយពួកគេបែរខ្លួនបំរុងនឹងត្រឡប់ចេញវិញស្រាប់តែមានសម្រែកស្រែកជេរដោយពាក្យអសុរោះជាច្រើនក្បែរខ្លួនពួកគេមកពីសពទិសទីដល់ពួកគេសម្លឹងមើលជុំវិញខ្លួនគឺគ្មានមនុស្សទេដោយការភ័យខ្លាចនឹងសម្លេងទាំងនោះពួកគេក៏បានទម្លាក់ផ្លែពោតដែលនៅនឹងដៃរួចនាំគ្នារត់បាត់ជើងសពរៀតចោលគោត្រឡប់ទៅផ្ទះវិញលុះដល់ស្អែកឡើងឮដំណឹងថាក្មេងៗទាំងនោះភ័យខ្លាចរហូតដល់ធ្លាក់ខ្លួនឈឺជាទម្ងន់ធ្វើឲ្យឪពុកម្ដាយរបស់ពួកគេមានក្តីបារម្ភជាខ្លាំងហើយក៏ទៅនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះទើបជាសះស្បើយឡើងវិញចំណេរក្រោយតមកទៀតមានបុរសម្នាក់មានវ័យប្រហែលជាង20ឆ្នាំដែលមកពីស្រុកឆ្ងាយឆ្លងកាត់តាមតំបន់នោះដើម្បីទៅលេងឪពុកមេរបស់គេនៅលើដងផ្លូវហាក់បីដូចជាគ្មានអ្នកណាឆ្លងកាត់មកជាយូរខែហើយទើបមានស្មៅដោះស្ទើរតែលុបដានរទេះអស់ទៅទាំងស្រុងមិនយូរប៉ុន្មានគេបានដើរមកដល់ចំណុចចំការពោតនេះប៉ុន្តែមិនមានដើមពោតខៀវខ្ចីទៀតទេគឺមានតែស្មៅខ្ពស់ដោះមកក្របដណ្ដប់ពីលើយ៉ាងក្រាស់លុះដើរដល់មុខបន្តិចទៀតគេស្រាប់តែបានឃើញស្ត្រីវ័យចំណាស់ម្នាក់កំពុងអង្គុយលក់ពោតនិងសម្លឹងមើលគេដោយក្រសែភ្នែកចម្លែកគេចម្លែកក្នុងចិត្តជាខ្លាំងថានៅម្ដុំនេះដូចជាមិនមានចំការពោតទេហើយការធ្វើដំណើរមករៀងយូរដែរហើយហាក់បីដូចជាពុំជួបប្រទះថានៅកន្លែងណាមានដាំដំណាំចំការពោតនេះដែរណាមួយទីនេះក៏ដូចជាមិនសូវមានមនុស្សឆ្លងកាត់ដែរគេគិតបានតែប៉ុណ្ណេះហើយក៏ដើរហួសបាត់ទៅមិនយូរប៉ុន្មានគេក៏ដើរដល់ផ្ទះឪពុកមេរបស់គេហើយក៏និយាយប្រាប់ឪពុកមេរបស់គេរឿងអ្នកលក់ពោតដែលគេបានជួបអំបញ្ញមិញពេលនោះឪពុកមេរបស់គេបើកភ្នែកធំហើយលន់មកថាក្មួយត្រូវខ្មោចម្ចាស់ចំការពោតនោះឡងហើយ